យើងភាគច្រើនត្រូវបានបង្រៀនឲ្យដេញតាមលទ្ធផលយើងវាស់តម្លៃខ្លួនឯងតាមរយៈលទ្ធផលដែលតាមពិតយើងមិនអាចគ្រប់គ្រងវាបាននោះទេហើយនៅពេលដែលអ្វីៗមិនដំណើរការដោយការគ្រោងទុកយើងមានអារម្មណ៍តានតឹងថប់អារម្មណ៍ឬមានអារម្មណ៍ថាខ្លួនឯងបរាជ័យនៅក្នុងសៀវភៅ Feel Good Productivity Ali Abdaal បានរំលឹកថាភាពរីកចម្រើនពិតប្រាកដបានមកពីការផ្ដោតលើអ្វីដែលយើងអាចគ្រប់គ្រងបានសកម្មភាពរបស់យើងទម្លាប់របស់យើងនិងការខិតខំប្រឹងប្រែងរបស់យើងមុននឹងស្វែងយល់ពីខ្លឹមសារនៃមេរៀននៅថ្ងៃនេះយើងមកដឹងពីពាក្យថា input ជាមុនសិនវាជាពាក្យគន្លឹះសំខាន់នៅក្នុងមេរៀននេះពាក្យថា input នៅក្នុងមេរៀននេះគឺសំដៅទៅលើអ្វីដែលយើងអាចគ្រប់គ្រងបានវាជាធាតុខាងក្នុងជាឧទាហរណ៍ប្រសិនបើយើងជាអ្នកនិពន្ធ input អាចជាការសរសេរលទ្ធផលមិនថាមនុស្សចូលចិត្តសៀវភៅរបស់យើងឬអត់ឬខ្លាចជាសៀវភៅដែលលក់ដាច់ឬអត់នោះវាមិនស្ថិតនៅក្នុងដៃរបស់យើងនោះទេប្រសិនបើយើងកំពុងបង្កើតអាជីវកម្ម input របស់យើងគឺការផ្សព្វផ្សាយទៅដល់ដៃអតិថិជនប៉ុន្តែពួកគេទិញឬអត់នោះយើងមិនអាចគ្រប់គ្រងបាននោះទេគំនិតសំខាន់នៅក្នុងមេរៀននេះអ្នកនិពន្ធឲ្យយើងផ្ដោតទៅលើ input ឬផ្ដោតទៅលើអ្វីដែលយើងអាចគ្រប់គ្រងបានជំនួសឲ្យការផ្ដោតទៅលើលទ្ធផលនៅពេលដែលយើងផ្ដោតទៅលើ input យើងកំពុងបង្កើតអារម្មណ៍នៃការគ្រប់គ្រងយើងឈប់ជាប់គាំងដោយភាពមិនច្បាស់លាស់ហើយចាប់ផ្ដើមបង្កើតសន្ទុះរាល់សកម្មភាពតូចតាចคล้ายជាការឈ្នះវាជួយឲ្យយើងឆ្ពោះទៅមុខទោះបីជាលទ្ធផលយ៉ាងណាក៏ដោយវិធីសាស្ត្ររបស់អ្នកនិពន្ធជួយផ្លាស់ប្ដូរផ្នត់គំនិតរបស់យើងពីការគិតអំពីលទ្ធផលទៅជាការផ្ដោតទៅលើដំណើរការឲ្យកាន់តែល្អវាមិនមែនមានន័យថាយើងមិនអើពើនឹងគោលដៅនោះទេគោលដៅផ្ដល់ឲ្យយើងនៅទិសដៅប៉ុន្តែនៅពេលដែលយើងកំណត់វារួចហើយបដូរការយកចិត្តទុកដាក់របស់យើងមកលើសកម្មភាពដែលនាំយើងទៅរកគោលដៅនោះផ្នត់គំនិតនេះក៏កាត់បន្ថយសម្ពាធផងដែរនៅពេលដែលយើងវាស់ស្ទង់ភាពជោគជ័យដោយអ្វីដែលយើងអាចគ្រប់គ្រងបានភាពបរាជ័យคล้ายជាមេរៀនយើងអាចរៀនកែសម្រួលវានិងបន្តទៅមុខទៀតវាបន្ថយទម្ងន់នៃភាពឥតខ្ចោះជាឧទាហរណ៍ជំនួសឲ្យការផ្ដោតលើចំនួនអ្នកមើលវីដេអូរបស់យើងផ្ដោតទៅលើការធ្វើវីដេអូឲ្យបានល្អពីមួយវីដេអូទៅមួយវីដេអូការផ្ដោតលើដំណើរការនេះជួយឲ្យយើងមានភាពរីករាយក្នុងការធ្វើវាដោយមិនមានសម្ពាធការផ្ដោតទៅលើ input ក៏ជួយការពារភាពអស់កម្លាំងផងដែរនៅពេលដែលយើងឆ្លុះបង្វេងនឹងលទ្ធផលយើងកំពុងស្វែងរកអ្វីមួយអត់ឈប់ឈរប៉ុន្តែនៅពេលដែលយើងយកចិត្តទុកដាក់លើដំណើរការរបស់យើងរកឃើញការពេញចិត្តនៅក្នុងដំណើរការដោយផ្ទាល់យើងមិនរងចាំភាពរីករាយនៅពេលដែលទទួលបានលទ្ធផលនោះទេភាពរីករាយរបស់យើងមាននៅគ្រប់ជំហាននីមួយៗAli Abdaal លើកឡើងថាគោលដៅដែលពឹងផ្អែកលើ input នាំទៅរកផលិតភាពដែលមានអារម្មណ៍ល្អព្រោះវាធ្វើឲ្យយើងមានមូលដ្ឋាននៅក្នុងការពិតយើងមិនជាប់គាំងនៅក្នុងអនាគតដែលមិនច្បាស់លាស់យើងកំពុងចូលរួមជាមួយបច្ចុប្បន្នយើងកំពុងធ្វើអស់ពីសមត្ថភាពជាមួយនឹងអ្វីដែលនៅចំពោះមុខនៅពេលដែលយើងលែងខ្វល់ពីអ្វីដែលយើងមិនអាចគ្រប់គ្រងបានយើងនឹងមានថាមពលពេញលេញក្នុងការធ្វើអ្វីដែលសំខាន់ចូលយកចិត្តទុកដាក់ទៅលើកិច្ចការដែលនៅចំពោះមុខឲ្យអស់ពីលទ្ធផលទុកឲ្យវាដំណើរការទៅតាមស្រួលចុះដូច្នេះមេរៀននៅថ្ងៃនេះគឺឈប់រំពឹងពីលទ្ធផលចូលផ្ដល់ថាមពលផ្ដោតលើដំណើរការឲ្យបានល្អអរគុណសម្រាប់ការស្ដាប់នៅថ្ងៃនេះបើចូលចិត្តកុំភ្លេច like និង comment ខាងក្រោមជួបគ្នាជាបន្តនៅមេរៀនក្រោយ